សាមញ្ញជីវិតឬធម្មជាតិជីវិតរស់ពុះយ៉ាងណាគង់នៅក្រោមមេអំណាចភូមិឯកគង់នៅក្រោមច្បាប់មានហូរមិនខ្វះគង់តែនឹងស្លាប់ពេលចាស់ឆ្នាំស្រាប់គង់ស្លាប់នឹងរោគកើតចាស់ឈឺស្លាប់ជាច្បាប់ធម្មជាតិជីវិតគង់ឃ្លាតរត់ញាតសន្តានចុងក្រោយរត់ប្រាស់និរិះចាកឋានតវ៉ាពុំបានគ្រប់ប្រាំត្រូវទៅមានជាតិកំណើតគឺកើតមានទុក្ខរំពាត់ស្មាញស្មុកតំបុកតោកទៅអ្វីទាំងអស់មិនអាចតាំងនៅវ័យក្មេងប្រែទៅជាចាស់ជរាចុងក្រោយជីវិតគឺព្រាត់ប្រេះបែកត្រូវមកជរាហើយស៊ីគ្រប់គ្នាដោយគ្មានអំណាចអាចស្រែកទាមទារអង្វរមច្ចុមេដោះលែងបានឡើយ